បងប្អូនវីដេអូនេះស្ដែងតែម្ដងបងប្អូនបើចាប់មិនទាន់ទេដឹងតែគ្រោះថ្នាក់តែម្ដងបងប្អូនអ្នកដែលមានកូនតូចនៅទីហើយបងប្អូនទិញដូចជាកង់តូចដែលមានរូបបាទសត្វនានាហ្នឹងឲ្យកូនជិះលេងនៅឯផ្ទះហ្នឹងបើមានផ្លូវចំណោតគួរតែប្រុងប្រយ័ត្នឲ្យមែនទែនបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងឪពុករត់ពីក្រោយដេញចាប់កូនហើយអាលបឿនកង់ហ្នឹងលឿនមែនទែនបងប្អូនហើយឪពុកហ្នឹងរត់ស្ទុះទៅចាប់ប៊ីសនឹងដល់ផ្លូវបងប្អូនចេះសំណាងឪពុកចាប់ទាញកអាវជាប់ហើយក៏ចាប់កូនជាប់ទៅបងប្អូននេះបងប្អូនឃើញឡានម៉ូតូលឿនមែនទែនចេះសំណាងហើយបងប្អូនអញ្ចឹងមិនថាគ្រោះថ្នាក់យើងមើលឃើញទេបងប្អូនហើយបញ្ហាក៏យើងមិនអាចមើលឃើញទេអញ្ចឹងហើយយើងមានតែពាក្យថាប្រុងប្រយ័ត្នការពារប្រសើរជាងព្យាបាលអញ្ចឹងពេលខ្លះរបស់ណាដែលយើងគិតថាវាងាយនឹងបង្កហានិភ័យឬក៏កន្លែងយើងដែលរស់នៅហ្នឹងងាយនឹងបង្កហានិភ័យយើងគួរតែរកអ្វីដើម្បីស្កាត់ដូចជាឲ្យកូនលេងទៅតែលេងនៅក្នុងលបងបិទទ្វារចាក់សោអញ្ចឹងទៅបងប្អូនឬក៏បើឲ្យកូនលេងយើងគួរតែនៅក្បែរកូនហើយបើអាចហ្នឹងផ្លូវចំណោតផ្លូវអីបើឲ្យកូនជិះកង់គឺគ្រោះថ្នាក់មែនទែនកូនតូចបងប្អូនបើកូនធំមិនថាទេព្រោះអីគ្នាអាចប្រុងប្រយ័ត្នអាចមានប្រាំងចាប់មានអីប៉ុន្តែកង់ប្រភេទនេះគឺអត់មានប្រាំងទេបងប្អូនបាទអញ្ចឹងហើយគួរតែប្រយ័ត្នឲ្យមែនទែនមើលវីដេអូមួយនេះហើយទុកវីដេអូមួយនេះជាមេរៀនមួយសម្រាប់បងប្អូនទាំងអស់គ្នា admin ជឿជាក់ថាវាគឺជាផ្នែកមួយឬក៏ជាចំណេះដឹងមួយសម្រាប់បងប្អូនដូចគ្នាដែរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះណាអរគុណ